មួយឃ្លារបស់លោកសុវណ្ណរិទ្ធីធ្វើឲ្យឯកឧត្តមខៀវកញ្ញរិទ្ធទុកចិត្តលែងជាប់ហើយក៏ផ្ញើសារទៅសុវណ្ណរិទ្ធីបែបនេះថាគួររំលឹកឡើងវិញបន្តិចផងដែរថាលោកសុវណ្ណរិទ្ធីគឺជាអ្នកសារព័ត៌មានដ៏ល្បីម្នាក់ដែលមានពុកម៉ែបងប្អូនទាំងចាស់ទាំងក្មេងប្រុសស្រីភាគច្រើនពិតជាស្គាល់ហើយកន្លងទៅលោកជួបវិបត្តិរឿងគ្រួសារដោយលោកនិងភរិយាសម្រេចចែកផ្លូវគ្នានេះក៏ព្រោះតែរស់នៅមិនចុះសម្រុងនឹងគ្នាលោកនិងអតីតភរិយាគឺអ្នកនាងមាសសូជាតាមានកូនស្រីជាមួយគ្នាចំនួន2នាក់ដោយកូនស្រីច្បងមានឈ្មោះថាសុវណ្ណដាវិកានិងកូនស្រីទី2មានឈ្មោះថាសុវណ្ណបញ្ចពរក្រោយឆ្លងកាត់រឿងគ្រួសារដ៏កក្រើកមួយនេះស្រាប់តែនៅថ្ងៃទី6ខែមករាឆ្នាំ2023លោកសុវណ្ណរិទ្ធីបានប្រកាសបែបនេះចេញមកថាខ្ញុំបានសន្យាជាមួយខ្លួនឯងរួចហើយមិនផ្សាយរឿងគ្រួសាររបស់គេជាដាច់ខាតព្រោះខ្ញុំក៏បានឆ្លងកាត់ជីវិតរឿងគ្រួសារមួយនេះរួចហើយពេលខ្លះគ្រួសារគេឆ្លោះគ្នាថ្ងៃមុខអាចដោះស្រាយត្រូវគ្នាវិញបានតែដោយសារការចង់ឈ្នះមួយពេលហៅអ្នកកាសែតឲ្យផ្សាយមួយពេលទើបបែកគ្នាមួយជីវិតអ្នកឈ្នះជាប្តីអ្នកឈ្នះជាប្រពន្ធតែអ្នកចាញ់គឺជាកូនត្រូវចាំកុំយកអារម្មណ៍ចង់ឈ្នះចាញ់មួយពេលដើម្បីឲ្យកូនមើលឃើញពីរឿងខ្លោចផ្សាទាំងនេះអានរួចធ្វើឲ្យឯកឧត្តមខៀវកញ្ញរិទ្ធទុកចិត្តលែងជាប់ហើយក៏បានแชร์ផុសនេះរួចនិយាយចំទៅលោកសុវណ្ណរិទ្ធីវិញថាសុវណ្ណរិទ្ធីចាប់យល់ការងារឆ្លងបទពិសោធន៍ផ្ទាល់ពេលខ្លះតលតែធ្លាក់ខ្លួនក្នុងទឹកបានចេះហែលសូមស្វាគមន៍ក្នុងក្រុមគ្រួសារព័ត៌មានបន្ទាប់ពីឃើញរដ្ឋមន្ត្រីក្រសួងព័ត៌មានបង្ហាញអារម្មណ៍នេះលោកសុវណ្ណរិទ្ធីក៏បានតបទៅវិញថាចៅនឹងចងចាំគ្រប់ការអប់រំរបស់លោកតាចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ